Hello ក៏ដូចជាសួស្តីអ្នកទាំងអស់គ្នាខ្ញុំបាទចេញស្រាថ្ងៃនេះយើងមកបន្តសេរីយើងបន្តទៀតដោយសារតែខ្ញុំខានចេញវីដេអូប្រហែលជាកន្លះថ្ងៃរាល់គ្នាហើយមិនដែរអ្នកទាំងអស់គ្នាពេលដែលខ្ញុំចេញវីដេអូលឿនអញ្ចឹងសាមអត់នឹងឲ្យចង់2ខែចេញមួយអញ្ចឹងណាហើយអូខេកុំឲ្យសាមតបាយច្រើនយើងចូលសាច់រឿងយើងម្ដងទៅសាច់រឿងរបស់យើងក៏បានចាប់ផ្ដើមឡើងបន្ទាប់ពី Fena គឺបានភ្ញាក់ពីការសន្លប់គេក៏បានមកនៅលើទូកហើយលោកតាអូតូគាត់ក៏បាននិយាយថាឥឡូវនេះយើងមានសុវត្ថិភាពហើយដោយសារតែយើងនឹងបានរត់ចាក់ចេញពីកោះនោះបានសម្រេចហើយបន្ទាប់មកលោកតាអូតូគាត់ក៏បាននិយាយថាឲ្យគាត់សុំទោសផងដោយសារតែគាត់នាំមករត់នឹងគឺថាវេទនាដែលបដាបហេមហាមពេញនឹងអញ្ចឹងណាហើយ Fena របស់យើងនឹងគេក៏បានតបថាមិនអីទេលោកតាទាំងពីរធ្វើប៉ុណ្ណឹងគឺល្អឥតខ្ចោះហើយណាមួយគេភ្ញាក់ពីគេអញ្ចឹងគឺគេបានផ្លេចពីរឿងយុគមិញអស់អញ្ចឹងណាហើយ Fena ក៏បានបន្តទៀតថាគេរីករាយនឹងជឿជាក់ទៅលើលោកតាទាំងពីរអញ្ចឹងណាហើយបន្ទាប់មកគេក៏បានអរគុណលោកតាអូតូនិងលោកតាសាឡូម៉ាន់អញ្ចឹងដល់គ្នាហើយបន្ទាប់មកពួកគាត់ក៏បានក្តុកក្តួលពេកហូរទឹកភ្នែកឲ្យហេមហាមអីចឹងទៅហើយបន្ទាប់មក Fena របស់យើងនឹងគេក៏បានសើចថាគេក៏បានភ្ញាក់ថាអូអាមើនៅទីនេះដែរហើយឆ្កែនឹងគឺឈ្មោះថា Brew នៅគ្នាខ្ញុំពិបាកហៅពេកហើយលោកតាសាឡូម៉ាន់គាត់ក៏បាននិយាយថាឆ្កែនេះគឺថាដេញអត់ទៅទេគឺវាចង់តាមអ្នកនាង Fena អីចឹងណាហើយ Fena របស់យើងក៏បានអោបវាថាអូនប់ចេតហើយបន្ទាប់មកលោកតាសាឡូម៉ាន់គាត់ក៏បានសួរថាតើអ្នកនាងទទួលបានបងបិទក្បាលមកពីណាហើយ Fena របស់យើងគេក៏បានតបថាមានបរិះកាន់ដាវម្នាក់ក៏បានជួយសង្គ្រោះគេចឹងណាហើយលោកតាសាឡូម៉ាន់គាត់ក៏បានបន្តថាបរិះម្នាក់ដែលពាក់មួកសុវត្ថិភាពនឹងមែនគាត់ក៏បានជួយខ្ញុំផងដែរហើយ Fena របស់យើងគេក៏បានតបថាបរិះដែលពាក់មួកសុវត្ថិភាពនឹងកាន់ដាវនោះគឺបានវាយក្បាលគេចឹងណាហើយគេក៏បានសួរទៅកាន់លោកតាអូតូតើអ្នកស្គាល់ដែរទេហើយលោកតាអូតូរបស់យើងគឺអត់មាត់ទេដល់គ្នាគឺស្ងាត់ជ្រាបចឹងណាហើយបន្ទាប់មកពួកគេក៏បានធ្វើដំណើរមកដល់កោះមួយហើយលោកតាសាឡូម៉ាន់គាត់ក៏បាននិយាយថាមិននឹកស្មានថាពិភពលោកមួយនេះមានកោះដ៏អាថ៌កំបាំងបែបនេះផងហើយលោកតាអូតូគាត់ក៏បាននិយាយថាកោះនេះគឺមានឈ្មោះថាកោះភ្លិនហើយបន្ទាប់មកសាច់រឿងរបស់យើងក៏កាត់មកដល់ក្រុមយូគីម៉ារ៉ូពួកគេក៏បានឈរមើលពីចម្ងាយហើយគេក៏បាននិយាយថាភ្ញៀវរបស់យើងក៏បានមកដល់ហើយដូច្នេះបេសកកម្មរបស់យើងគឺត្រូវបានបញ្ចប់ហើយពួកគេក៏បានធ្វើដំណើរចាក់ចេញពីវបន្ទាប់មកសាច់រឿងរបស់យើងក៏កាត់មកដល់ Fena ហើយពួកគេក៏បានធ្វើដំណើរចូលទៅក្នុងកោះហើយលោកតាសាឡូម៉ាន់គាត់ក៏បាននិយាយថាតើអ្នកប្រកាសទេថាចូលទៅក្នុងកោះនេះគឺជាជម្រើសដ៏ល្អហើយបន្ទាប់មកលោកតាអូតូគាត់ក៏បានតបថានេះគឺជាផ្លូវតែមួយគត់ណាសាឡូម៉ាន់យើងគួរតែចូលខាងមុខនោះទៅហើយបន្ទាប់មក Fena របស់យើងក៏បានសួរថាតើទីនេះគឺជាកន្លែងអ្វីហើយលោកតាអូតូគាត់ក៏បានតបថាសមមិត្តគាត់ម្នាក់ក៏បានរស់នៅទីនេះហើយលោកតាសាឡូម៉ាន់ក៏គាត់បាននិយាយថាតើនោះគឺជានរណាហើយលោកតាអូតូគាត់ក៏បានតបថាគាត់គឺជាមនុស្សម្នាក់ដែលបានជួយសង្គ្រោះជីវិតខ្ញុំនៅក្នុងអំឡុងសង្គ្រាមអេស្ប៉ាញហើយគាត់ក៏ជាមនុស្សម្នាក់ដែលគួរឲ្យខ្លាចពិតជាអ្នកលេងគុនដាវដ៏សាហាវមែនខ្ញុំក៏បានចាំកៅភ្នែករបស់គាត់កាលពីម្សិលមិញផងដែរហើយបន្ទាប់មកពួកគេក៏បានធ្វើដំណើរមកដល់ច្រកចេញហើយគេក៏បានកាត់ពីតំបន់មួយទៅតំបន់មួយអីចឹងដល់គ្នាគឺថាធម្មជាតិគឺថាអេមស្រេមខ្លាំងមែនទែនបន្ទាប់ពីពួកគេបានធ្វើដំណើរអស់រយៈពេលយ៉ាងយូរពួកគេក៏បានមកដល់ផ្ទះមេភូមិហើយបន្ទាប់មកលោកតាអូតូគាត់ក៏បាននិយាយថាយើងក៏បាននាំនាងមកដោយដែលបានសន្យាហើយប៉ុន្តែអ្នកមិនដែលនិយាយពីការផ្ដល់ជំនួយជួយទៅកាន់ពួកយើងទេហើយលោកតាមេភូមិគាត់ក៏បាននិយាយទៅកាន់លោកតាអូតូថាកុំរំពឹងខ្ពស់ពេកនៅអូតូបើសិនជាមានវត្តមានរបស់ពួកគេទៅហើយរបស់នោះដឹងតែសំខាន់ហើយគាត់ចង់និយាយសម្ដៅទៅក្រុមទូអាចប្រុសរបស់យើងចឹងណោះគ្នាហើយលោកតាអូតូគាត់ក៏បាននិយាយថាដោយការសង្ស័យមែននោះគឺជា Fena Houtmanហើយបន្ទាប់មកលោកអ៊ំមេភូមិគាត់ក៏បានរៀបរាប់ឈ្មោះរបស់គាត់គឺមានឈ្មោះថាយូគីហ៊ីសាខ្ញុំបម្រើជាអ្នកមើលការខុសត្រូវនៅលើកោះនេះមូលហេតុដែលគាត់និយាយអញ្ចឹងដោយសារតែគាត់នេះគឺជាដៃស្ដាំក៏ដូចជាដៃឆ្វេងរបស់ពុកទូឯកស្រីរបស់យើងអីអញ្ចឹងណោះគ្នាហើយបន្ទាប់មក Fena របស់យើងគេក៏បានសួរថាតើលោកអ៊ំយូគីហ៊ីសាអាចប្រាប់គេបានទេថាហេតុអ្វីបានគ្រួសាររបស់គេនឹងរស់នៅលើកោះនេះអីអញ្ចឹងណាហើយលោកអ៊ំយូគីហ៊ីសាគាត់ក៏បាននិយាយថាអូមិនអីល្អតែហើយគាត់ក៏បានរៀបរាប់ដូចតទៅគាត់ក៏បាននិយាយថាការពេលយូរលងណាស់មកហើយបពៈបរោះក៏ដូចជាដូនតារបស់យើងហ្នឹងគាត់ក៏បានធ្វើដំណើរកំសាន្តប៉ុន្តែចង្រៃអីគាត់ក៏បានជួបអបតវហេតុចាប់ព្យុះក៏បានបោកសពៅរបស់គាត់ធ្វើឲ្យគាត់នឹងរត់សត្វអណ្ដែតមកដល់ឆ្នេរកោះនេះទាំងដែលគាត់នឹងមិនដែលស្គាល់ទឹកដីនៅលើកោះនេះនោះទេហើយអ្នកនៅលើកោះនេះក៏បានជួយសង្គ្រោះគាត់ចឹងណាហើយគាត់នៅកន្លែងនេះយូរទៅគាត់ក៏បានខ្លាចតែជាម្ចាស់កោះនេះតែម្ដងដែលមានឈ្មោះថាគ្រួសារ Houtman រហូតមកដល់បច្ចុប្បន្ននេះហើយចាប់តាំងពីពេលនោះមកពួកយើងក៏បានការពារកូនចៅរបស់គាត់ទាំងបាក់ចំហនិងសម្ងាត់ផងដែរហើយគាត់ក៏បានបន្តថា Fron គឺជាមិត្តម្នាក់ដ៏ល្អដែលនៅខាងគាត់ព្រោះពួកគាត់នឹងក៏បានឆ្លងកាត់សមរភូមិប្រយុទ្ធជាមួយនឹងគ្នាហើយ Fena គេក៏បាននិយាយថាឪពុករបស់ខ្ញុំហើយលោកអ៊ំយូគីហ៊ីសាគាត់ក៏បាននិយាយថាតើអ្នកចាំយូគីម៉ារ៉ូទេហើយ Fena របស់យើងក៏បាននិយាយថាខ្ញុំចាំតើហើយបន្ទាប់មកគាត់ក៏បានយកថ្មថ្លាដោយកញ្ចក់ប្រគល់ទៅឲ្យ Fena របស់យើងហើយគាត់ក៏បាននិយាយថាយប់នោះឪពុករបស់អ្នកក៏បានប្រគល់វាទៅឲ្យយូគីម៉ារ៉ូហើយគាត់ក៏បាននិយាយថាការពេលវាឲ្យស្មើនឹងជីវិតរបស់អ្នកហើយនោះគឺជាពាក្យសម្ដីចុងក្រោយរបស់ Fron គឺជាឪពុករបស់អ្នកខ្ញុំសង្ស័យថាកន្លែងដែលយើងត្រូវការពារគឺជាទីតាំងដែលយើងយកថ្មនេះមកនឹងឯងហើយគាត់ក៏បានបន្តទៀតថាខ្ញុំមិនអាចដឹងអ្វីច្រើនពីវាទៅទេព្រោះជាច្រើនឆ្នាំបានកន្លងផុតទៅមិនអាចឆ្លើយតបនឹងសំណួរនេះបានទេព្រោះពួកយើងក៏បានដល់ទីបញ្ចប់នៃប្រាជ្ញារបស់ពួកយើងនេះហើយ Fena តើមានរឿងអ្វីកើតឡើងតើអ្នកអាចប្រាប់ពួកយើងអំពីរឿងនោះបានទេហើយ Fena របស់យើងគេក៏បានតបថាខ្ញុំមិនដែលឃើញថ្មបែបនេះនោះទេ
ហើយលោកអ៊ំយូគីហ៊ីសាគាត់ក៏បាននិយាយថាប្រហែលជាឪពុករបស់អ្នកនឹងបានប្រាប់អ្នកអំពីរបៀបណាមួយហើយតែអ្នកមិនបានចាប់អារម្មណ៍ហើយហ្វេណាគេក៏បានតបថាគាត់បានប្រាប់ខ្ញុំអំពីវាប៉ុន្តែនិយាយឲ្យស្មោះត្រង់ទៅខ្ញុំមិនដែលដឹងអំពីវាតតែសោះហើយលោកអ៊ំយូគីហ៊ីសាគាត់ក៏បាននិយាយថាយើងចង់ធ្វើតាមឪពុករបស់អ្នកពាក្យថាស្លាប់មិនថ្លៃទេហើយចំពោះថ្មដ៏អាត់កំបាំងមួយនេះគាត់ក៏បានទុកនឹងយើងហើយគាត់ក៏បានបន្ថែមទៀតថាលោកស្រី Fena Houtman មានតែអ្នកម្នាក់ទេដែលដឹងចម្លើយអំពីរឿងនេះហើយបន្ទាប់មកសេរីរបស់យើងក៏កាត់មកដល់ពេលព្រឹកថ្ងៃស្អែក Fena របស់យើងក៏បានដើរលេងនៅក្នុងភូមិមួយនេះអីចឹងណ៎គ្នាហើយបន្ទាប់មកក៏បានជួបនឹងអូនសក់ខ្មៅនេះហើយគេក៏មានឈ្មោះថា Karen ហើយអូន Karen ក៏បានប្រាប់ទៅកាន់ Fena របស់យើងថាលោកអ៊ំ Yuki Hisa ក៏បានឲ្យគេនឹងនាំ Fena របស់យើងដើរមើលជុំវិញភូមិនេះអីចឹងណាហើយបន្ទាប់មកពួកគេក៏បានដើរមើលជុំវិញនេះហើយគេក៏បាននាំអូន Fena របស់យើងនឹងទៅចូលមើលជាងដំដែកចឹងណ៎គ្នាហើយអូន Karen ក៏បានបញ្យល់ទៅកាន់ Fena របស់យើងថាឯនេះគេធ្វើមិនគេយកធាតុផ្សំមិនចឹងណ៎គ្នាហើយ Fena របស់យើងក៏បានស្ដាប់គេនិយាយនេះអរគ្នាងាកមកម្ដងទៀតគឺថាបាត់ Fena របស់យើងបាត់ទៅហើយផ្លេចមកមើល Fena របស់យើងនេះវិញគឺថាមកដល់កន្លែងប្រូម្នាក់ដែលគាត់កំពុងតែធ្វើធ្នូចឹងណ៎អរគ្នាហើយគេនឹងក៏បានស្លងអារម្មណ៍ដោយសារតែធ្នូរបស់គាត់នឹងគឺថាមានពណ៌ចម្រុះអីចឹងហើយប្រូម្នាក់នឹងគេក៏បានតបថាតើអ្នកចាប់អារម្មណ៍នឹងធ្នូមែនវាមានពណ៌ខុសគ្នាបន្តិចពេលដែលនៅក្រៅព្រះអាទិត្យហើយ Fena គេក៏បានកាន់ចឹងគេក៏បានសរសើរថាអូធំហើយស្អាតទៀតហើយប្រូម្នាក់នឹងគេក៏បាននិយាយថាពណ៌របស់វានឹងគេក៏បានផលិតពីសម្បកខ្យងសមុទ្រហើយបន្ទាប់មក Fena របស់យើងនឹងគេក៏បានសួរឈ្មោះទៅកាន់ប្រូម្នាក់នឹងចឹងណ៎គ្នាហើយប្រូម្នាក់នឹងរៀបនឹងឆ្លើយទៅហើយអូន Karen ក៏បាននិយាយកាត់ថាឈ្មោះរបស់គាត់គឺ Makaba ហើយអូន Karen ក៏បានបន្តទៀតថាមានតែគាត់ម្នាក់ទេដែលផលិតធ្នូមកធ្វើឲ្យមនុស្សជាច្រើនចូលចិត្តវាហើយនៅលើកោះនេះក៏មានតែមនុស្សម្នាក់គត់ដែលអាចប្រើវាបានហើយម្នាក់នោះដែរគេគឺមានឈ្មោះថាស៊ីតានហើយបន្ទាប់មកគេក៏បានបាញ់ឲ្យ Fena របស់យើងមើលចឹងណ៎គ្នាហើយ Fena របស់យើងគេក៏បានសរសើរថាអូយអចានេះឃើញខ្ញុំនិយាយខ្ជូតចឹងតិចលងទៅប្រយ័ត្នឆ្លក់ទឹកណ៎គ្នាហើយប្រូស៊ីតានក៏បាននិយាយទៅកាន់ Fena របស់យើងថាចង់សាកអត់ហើយ Fena របស់យើងគេក៏បាននិយាយថាអូខ្ញុំអាចសាកវាបានដែរហើយស៊ីតានគេក៏បាននិយាយថាប្រកបណាស់ហើយមកខាបាគេក៏បានតបថាសូមបញ្ចេញតាមសប្បាយចុះហើយពេលដែល Fena របស់យើងបានសាកបាញ់នេះគឺថាក្របព្រួយធ្លាក់បីជាហ៊ាននៅខាងមុខនឹងឯណោះគ្នាបាញ់អត់ទៅមុខទេគេក៏បានមុំមកហើយប្រូស៊ីតានក៏បានលួចសាយតិចចឹងណោះគ្នាហើយបន្ទាប់មកប្រូស៊ីតានគេក៏បានជួបបង្រៀនចេះគេក៏បានប្រាប់ថាទាញវាឲ្យតឹងចេះហើយបន្ទាប់មកផ្នែករបស់យើងគឺសម្លឹងមើលតកូលដៅចឹងហើយបន្ទាប់មកគេក៏បានត្រូវគោលដៅចឹងអរគ្នាហើយក្របព្រួយវាហោះរៀងកោងគេក៏បានធ្វើកាយវិការតាមបែបខ្ជូតអីចឹងអរគ្នា